ដើម្បីរៀនចប់ហើយខ្លាយជាវីរបុរសខ្លាំងបំផុតខុសហើយជីសិនមិនមែនដើម្បីឲ្យពួកឯងទៅវាដណ្ដើមគ្នាទេតែគឺដើម្បីស្វែងរកផ្លូវធម៌ស្វែងរកផ្លូវអមតៈនិងជីវិតដែលមិនចេះស្លាប់លោកគ្រូបើខ្លាយជាសេនហើយអាចរស់នៅស្មើនឹងមេឃទៅហើយចាំបាច់ចេះបន្តធ្វើអីទៀតខ្ញុំសួរឯងចុះបើមេឃរលីបាត់ទៅវិញស្ដាប់មិនយល់សោះដើម្បីរៀនចប់ទោះបីកម្រិតព្រះអាចបង្កើតមេឃបង្កើតធម្មពលបានតែគង់តែស្លាប់ទេដោយកាលនោះខ្ញុំទះមួយដៃញាប់កម្រិតព្រះអស់5នាក់តតែខ្លាយជាស្ដេចសេនទើបមិនចេះស្លាប់មិនចេះរលីពិតប្រាកដទ្រាំលែងបានហើយតាំងពីដើមមកចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចមិនបានបង្រៀនអីមានប្រយោជន៍សោះនៅពិភពលោកយើងអ្នកក្រពឹងលើការបំផ្លាញសែនអ្នកមានពឹងលើបច្ចេកវិទ្យាដូចពួកយើងជាមនុស្សធម្មតាគួរតែខំប្រឹងឲ្យបានច្រើនជាងនេះក្នុងនាមជាគ្រូលោកគួរតែបង្រៀនពួកយើងពីរបៀបប្រើធម្មពលពិសេសមិនមែនមកអួតរឿងអំតាអីនៅទីនេះទេជាស្អីគេឈប់រៀនហើយហៅអញទៅណាហ្នឹងមិនមែនរឿងរបស់អញទេហ្សេហឹបទ្រាំលែងបានហើយមែនទេមែនហើយសម្រាប់គេទ្រាំបានមួយអាទិត្យគឺខ្លាំងណាស់ហើយប្រហែលជាចង់រៀនចប់ពេកហើយតែយ៉ាងណាលោកគ្រូក៏ជាវីរបុរសកម្រិតព្រះចំណាត់ថ្នាក់ទី7ដែរធ្វើបែបនេះក្នុងថ្នាក់គ្រូណាក៏ខឹងដែរតោះយើងរៀនបន្តទៀតគាត់មិនខឹងទេមែនហើយគាត់មិនខ្វល់ពីខ្ញុំសោះហេត្រឹមការតស៊ូរបស់ស៊ីហៅចង់រៀនចប់ផងមើលទៅផ្នែកតស៊ូខ្ញុំខ្លាំងជាងគេក្នុងថ្នាក់យើងមានតែឡែនបេងទេហ៊ានថាស៊ីហៅបែបហ្នឹងយ៉ាងណាក៏កម្លាំងពួកគេប្រហាក់ប្រហែលគ្នាដែរតែផ្នែកតស៊ូឡែនបេងខ្លាំងជាងមែនខ្ញុំចង់ទៅផ្ទះនេះជាទីធ្លាក្រោយសាលាដេវីលនេះទុកសម្រាប់សិស្សនិងគ្រូបញ្ចេញធម្មពលពិសេសកុំប្រកាន់ស៊ីហៅអីគេគ្រាន់តែចង់រៀនចប់ពេកខ្ញុំមិនប្រកាន់ទេការជួអាស្រ័យលើនិស័យបង្ខំមិនបានទេមិនចម្លែកទេដែលលោកធ្វើខ្លួនធម្មតាបែបនេះនិយាយអញ្ចឹងលោកថានឹងបង្រៀនខ្ញុំមួយក្បាច់អាចប្រឡងចប់មែនទេប្រហែលជាគ្មានបញ្ហាទេនេះជាក្បាច់សេនដែលអ្នកហាត់ក្បាច់គុណធម្មតាអាចប្រើបានយកទៅប្រឡងគឺស័ក្តិសមបំផុតអញ្ចឹងឆាប់បង្រៀនខ្ញុំមកហាហាហាកម្រិតព្រះចំណាត់ថ្នាក់ទី7អីសុទ្ធតែធេបទេខ្ញុំមិនជឿថាគាត់ខ្លាំងប៉ុន្មានទេមិនបាច់ពឹងគាត់ខ្ញុំក៏អាចរៀនចប់បានដែរនោះមិនមែនជាប្រធានថ្នាក់ទេអីគេមកធ្វើអីជាមួយគ្រូថ្មីនៅក្រោយសាលាហ្នឹងលបលួចមើលទៅមិនស្រួលទេតាមខ្ញុំទៅមើលគេកំពុងធ្វើអីហ្នឹងខ្ញុំមានអារម្មណ៍ដឹងហើយលោកគ្រូខ្ញុំមានអារម្មណ៍ដឹងពីធម្មពលធាតុហើយមែនហើយធម្មពលធាតុនៅលោកនេះក្រាស់ណាស់បើមិនអញ្ចឹងទេមនុស្សធម្មតាទម្រាំដឹងត្រូវចំណាយពេលរាប់សិបឆ្នាំលោកគ្រូធម្មពលធាតុជាប្រភេទខ្យល់មែនទេនៅឋានសួគ៌សេនជាច្រើនគិតថាវាជាខ្យល់តាមពិតពួកវាជាជីវិតមិនក៏ពួកវាស្ងៀមឈឹងអញ្ចឹងខ្ញុំមានអារម្មណ៍ដឹងពីធម្មពលធាតុហើយបន្ទាប់មកទៀតមើលគ្រូរបស់សព្សាពើមានយិននឹងយ៉ាងប្រះមុតធាតុទៅចាប់អារម្មណ៍ពីបន្លាស់ប្ដូរយិនយ៉ាងរួចផ្សំវាចូលគ្នាបង្កើតជាជីវិតថ្មីព្រះអាយនោះគេកំពុងសង្កត់ស្អីហ្នឹងនេះហើយជាធម្មពលធាតុប្រែជាជីវិតនេះជាធម្មពលពិសេសស្អីគេមិនដែលឃើញសោះលោកគ្រូឡងលោកចង់ធ្វើអីទឹកកម្មជ្រួចមែនមានស្អីហោះចេញទៅហើយផ្ទុះម៉ែអើយលោកគ្រូជួយខ្ញុំផងនេះមិនមែនជារឿងដែលមនុស្សធម្មតាធ្វើទេរញ្ជួយដីមែនមានរឿងអីកើតឡើងគ្នាងមើលក្រៅបង្អួចមើល
នោះជាក្របបែកនុយក្លេអ៊ែរមែនទេខ្ញុំចង់ទៅផ្ទះលោកគ្រូលោកជាបិសាចមែនទេនេះវាហួសហេតុពេកហើយសមុទ្រធាតុធំប៉ុណ្ណាធម្មពលខ្លាំងប៉ុណ្ណឹងនេះគ្រាន់តែជាធាតុមួយសរសៃរបស់គ្រូប៉ុណ្ណោះហែនយាយទុកឲ្យគ្រូស្ងប់អារម្មណ៍សិនចំណុចសំខាន់គឺត្រូវខ្ចីធម្មពលធាតុពីខាងក្រៅដើម្បីផ្ទុះឲ្យតែអាចដឹងពីធម្មពលធាតុគ្រប់គ្រងបន្លាស់ប្ដូរយិនយ៉ាងគឺអាចបញ្ចេញបានហើយខ្ញុំមិនសូវយល់ទេយកអានឹងទៅមើលបណ្ដាលទៅកម្ពូគុំពីសេនក្បាច់ដ៏ខ្លាំងមិនបាច់ប្រើធម្មពលធាតុក្នុងខ្លួនមិនអស់កម្លាំងមិនអស់ធម្មពលខ្លាំងបំផុតក្រោមថ្នាក់សេនក្បាច់បន្លំភ្នែកបែបនេះលោកគ្រូជាអ្នកសរសេរមែនទេគ្រូសេវាកាលអាយុ6ឆ្នាំកាលនោះគ្រូទើបត្រូវបានលោកគ្រូតាយកទៅសំណាក់សេនមិនយូរប៉ុន្មានក៏មានការប្រឡងសិស្សក្នុងសំណាក់ពេលនោះមិនទាន់ចេះហាត់ធៀបក៏បង្ខំចិត្តសរសេរក្បាច់បន្លំនេះទៅខ្ញុំយល់ហើយថាហេតុអីលោកគ្រូតាលោកមិនឲ្យលោកវីគ្នាខ្លាចលោកវីគេញាប់តើសិហៅអញកើតអីមិនក៏មកលុតជង្គង់នៅទីនេះពីម្សិលមិញថាឈប់រៀនហើយមិនមែនរឿងពួកឯងទេឆាប់ទៅនៅមិនទាន់ទៅទៀតលោកគ្រូសិហៅអញលុតជង្គង់ធ្វើអីគឺថាក្រោកឡើងឆាប់ទៅរៀនលោកគ្រូលោកពិតជាមនុស្សល្អមែនសិស្សម្នាក់នេះអាចបង្រៀនបានថ្ងៃនេះមិនក៏គេស្ដាប់បង្គាប់ម្លេះឃើញពួកយើងហាត់ហើយមែនទេខ្លាំងពេកហើយគ្រាន់តែក្រវីដៃបន្តិចសោះផ្ទុះធម្មពលខ្លាំងប៉ុណ្ណឹងការផ្ទុះកាលពីយប់មិញនៅជាប់ក្នុងខួរក្បាលខ្ញុំនៅឡើយទេមិនបានទេរឿងនេះមិនអាចឲ្យឡានបេងដឹងទេខ្ញុំត្រូវតែឈ្នះគេរៀនចប់មុនគេហៅខ្លួនឯងស្អុយម្លេះបិទមាត់ទៅពីម្សិលមិញខឹងពេកបោះខោអាវចូលធុងសម្រាមពេលទៅរកវិញរកមិនឃើញអញកាយសម្រាមមួយយប់បោកខោអាវមួយព្រឹកហើយបើមិនមានក្លិនទើបចម្លែកចរិតដូចហៅមិនងាយនឹងត្រឡប់មកវិញដោយខ្លួនឯងទេរឿងនេះមិនធម្មតាទេអញមិនដឹងទេសៀហៅលុតជង្គង់នៅមុខទ្វារមួយព្រឹកទើបគ្រូឲ្យចូលថ្នាក់ចូលរៀនហើយត្រូវចម្លងវិន័យសាលាទៀតហើយថ្ងៃនេះមិនបាច់ចម្លងវិន័យទេយេមិនបាច់សរសេរវិន័យចង្រៃនឹងទៀតទេសូមអ្នកទាំងអស់គ្នាសរសេរតាមការចងចាំគ្រូឃើញពួកឯងចម្លងវិន័យមិនបានចាំទេអញ្ចឹងសូមសរសេរវិន័យទាំង36,000នោះបញ្ច្រាសមកវិញនេះជាការផ្សាយផ្ទាល់របស់បេនបិនថ្ងៃនេះខ្ញុំនឹងផ្សាយពីការប្រឡងបញ្ចប់ការសិក្សារបស់សាលាធម្មពលពិសេសជួបឯងទៀតហើយនិយាយអីហ្នឹងឲ្យតែមានការប្រយុទ្ធគឺមានខ្ញុំហើយក្នុងសម័យសន្តិភាពនេះការប្រយុទ្ធដ៏ក្តៅគប់គឺកម្រមានណាស់សាលានេះ21ឆ្នាំហើយគ្មានសិស្សរៀនចប់សោះបើឆ្នាំនេះគ្មានទៀតសាលានឹងបំបែកកំណត់ត្រាខ្លាយជាសាលាកំ pl ែងហើយនឹងត្រូវខ្សែធនមិនខានកូនស្រីត្រូវតែយកមុខមាត់ឲ្យប៉ាណាវីជីស៊ូអញគិតថាឆ្នាំនេះមានសិស្សរៀនចប់ទេខ្ញុំគិតថាអត់ទេគ្រូរបស់គេល្បីខាងបង្កើតព័ត៌មានបើសិស្សប្រឡងជាប់គឺចម្លែកហើយខ្ញុំបានឃើញកម្លាំងប្រយុទ្ធរបស់គាត់ផ្ទាល់ភ្នែកនៅមានអ្នកគិតថាគ្រាន់តែជាការបង្កើតព័ត៌មានទៀតល្ងងមែនខ្ញុំចាំបានការ Black Robe Superman ចេញមុខដំបូងឯងក៏នៅទីនោះដែរតើជាការបង្កើតព័ត៌មានមែនទេចង់និយាយអីក៏និយាយទៅខ្ញុំគ្រាន់តែឡាយទេមិនក៏ក្រុមវែងបោមិនទាន់មកទៀតចាប់ផ្ដើមស្អីគេហ្នឹងម្ដងទៀត
ទោះបីអាលឿងពង្រឹងកម្លាំងឲ្យឯងតែសម្រាប់ខ្ញុំកណ្ដាប់ដៃឯងនៅតែដូចសម្លៃគេនៅណារកឃើញឯងហើយអាលឿងក្នុងការប្រយុទ្ធប្រព័ន្ធរបស់ឯងពិតជាពិបាកមែនជប់វាហើយឯងឈ្នះហើយអាខ្មៅឯងខ្លាំងជាងមុនទៀតហើយឯងខ្លាំងជាងពួកយើងដាច់ហេតុអីធ្វើត្រឹមលេខ4អាឃីវគេចាស់ជាងលេខ3គួរតែទុកឲ្យគេទៅពីមុន 10.1 វិនាទីឥឡូវ 7.3 វិនាទីអាខ្មៅរីកចម្រើនច្រើនណាស់ស្ទើរតែភ្លេចខែមុនមានការផ្ទុះនុយក្លេអ៊ែរដ៏ធំនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងយោធាឲ្យពួកយើងជួយស៊ើបអង្កេតរកឃើញអីទេខ្ញុំឆែកមើល Langton កាមេរ៉ាសុវត្ថិភាពនិងកំណត់ត្រាប្រយុទ្ធទាំងអស់វាជាស្នាដៃមនុស្សតើមានរឿងអីកើតឡើងឲ្យប្រាកដខ្ញុំផ្ញើវីដេអូឲ្យមើលមិនក៏ជាម្នាក់នេះគេកំពុងធ្វើអីហ្នឹងគ្រាន់តែជាកម្លាំងមួយសរសៃប៉ុណ្ណោះនិយាយស្ដាប់មិនបានសោះខ្ញុំបានស៊ើបពីគេដែរគេដូចជាមិនមែនប្រើធម្មពលពិសេសទេតែគេហៅថា Tijan ឥឡូវយើងគិតម៉េចផ្ញើទៅនាយកដ្ឋានវីរបុរសប្រាប់ថាការស៊ើបអង្កេតចប់ហើយគឺវីរបុរសម្នាក់កំពុងដុតកាំជ្រួចលេងហើយគុំទៅបកស្រាយអីប្រយ័ត្នត្រូវគេសម្លាប់ការប្រឡងចិត្តចាប់ផ្ដើមហើយលើកនេះដោះលែងសត្វចិញ្ចឹមរបស់អ្នកណារបស់ខ្ញុំចុះខ្ញុំឆែកមើលហើយសាលានេះភាគច្រើនជាប្រភេទប្រយុទ្ធពួកគេមិនអាចប្រឡងជាប់ទេសុបិនអាក្រក់នៃការប្រឡងទៀតហើយពួកគេនៅជាសិស្សនៅឡើយយកខ្លះទៅគ្មានផ្លូវទេខ្ញុំចូលរៀនតាំងពីអាយុ5ឆ្នាំរៀន20ឆ្នាំមិនទាន់ចប់ផងពួកគេទើបតែ10ឆ្នាំមិនងាយស្រួលអញ្ចឹងទេឯងនេះសងសឹកច្បាស់ណាស់ប៉ាន់ហើយឈប់លេងសាច់ទៅការប្រឡងចាប់ផ្ដើមហើយត្រៀមខ្លួនទៅប៉ាត់មេការប្រឡងបញ្ចប់ការសិក្សា10ឆ្នាំម្ដងនឹងចាប់ផ្ដើមហើយមានប៉ុស្តិ៍ទូរទស្សន៍ធំ20កំពុងផ្សាយផ្ទាល់តោះមកមើលកំណើតនៃវីរបុរសទាំងអស់គ្នាសួរសិស្សទាំងអស់គ្នាវីរបុរសជំនាន់មុនងាប់អស់ហើយពួកឯងជាអ្នកសង្គ្រោះពិភពលោកនាពេលអនាគតណែអាម្នាក់នៅខាងក្រោមនិយាយស្អីហ្នឹងសូមស្វាគមន៍សិស្សបញ្ចប់ការសិក្សាឆ្នាំនេះនិងគ្រូរបស់ពួកគេធម្មពលពិសេសថ្នាក់ទី1មើលនោះជានរណាមិនមែនជាវីរបុរសដែលល្បីខាងបង្កើតព័ត៌មានទេអីនឹកស្មានមិនដល់ថាគាត់បង្រៀនធម្មពលពិសេសថ្នាក់ទី1ឯងគិតថាសិស្សគាត់អាចប្រឡងជាប់ទេពួកឯងគិតអីហ្នឹងមិនមើលទេថាអ្នកណាជាអ្នកត្រួតពិនិត្យមើលនោះក្រុមរេនបោចេញមកហើយឆាប់ថតរូបទៅលើកទី1ហើយដែលឃើញក្រុមរេនបោផ្ទាល់នៅខ្ពស់ម្លេះខ្ញុំឃើញទស្សនវិជ្ជានេះ10ឆ្នាំហើយលើកនេះខុសពីមុនវា1ទល់1ឥឡូវវាជាក្រុមមួយក្រុម4នាក់ថ្នាក់ទី1និងទី2អាចចាប់ក្រុមជាមួយគ្នាបានហើយក៏មានការបញ្ចុះតម្លៃសម្រាប់សិស្សដែរកំណត់ពេល3នាទីឲ្យតែទ្រាំបាន3នាទីគឺជាប់ហើយវាជាក្រុមហើយមានកំណត់ពេលទៀតទ្រាំឲ្យបានគឺរៀនចប់ហើយល្អណាស់មានសង្ឃឹមរៀនចប់ហើយពិតមកទៅបើស្រួលអញ្ចឹងពួកយើងរៀនចប់យូរហើយមែនហើយលោកគ្រូខ្ញុំភ័យណាស់ក្បាច់នោះខ្ញុំមិនទាន់ធ្វើបានសម្រេចម្ដងណាទេអ្នកជឿមិនត្រូវចិត្តក្តៅទេត្រូវទីចិត្តជាមុនសិនបើមិនបានចាំឆ្នាំក្រោយតែឆ្នាំនេះសំខាន់បំផុតបានហើយប្រហែលជាបើឯងបងភាពចង់ឈ្នះចោលនឹងមានរឿងនឹកស្មានមិនដល់កើតឡើងមិនសូវភ័យដូចមុនទេអំបញ្ញមិញលោកគ្រូជួយសម្រួលអារម្មណ៍ខ្ញុំមែនទេតោះសិស្សទាំងអស់គ្នាទៅថ្ងៃមុខជាសេនមិនបាច់ចិត្តក្តៅទេលើកនេះប្រឡងធ្លាក់ឆ្នាំក្រោយមកទៀតឆ្នាំក្រោយធ្លាក់ឆ្នាំក្រោយមួយទៀតគ្រូជឿថា100ឆ្នាំទៀតពួកឯងប្រកាសជាប្រឡងជាប់